Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមករៀនអ្នកគ្នាពីរបៀបដាក់ live wallpaper នៅលើ screen នៃក្រុមកុំព្យូទ័រអញ្ចឹងណាហើយនឹងមានរូបឆ្មារូបភ្នំមានឡានអីមាននិយាយទៅមាន animation អីចឹងណាអ្នកគ្នាយើងចូលទៅកាន់របៀបដាក់បណ្ដោយទៅបាទជាមុនយើងត្រូវការមានកម្មវិធីមួយគឺឈ្មោះថា Lively wallpaper អញ្ចឹងណាហើយដើម្បីបានកម្មវិធីនេះយើងចូលទៅកាន់ Microsoft Store ហើយយើងចុចពាក្យកន្លែងsearch មកហើយវាយពាក្យថា Lively wallpaper ជា enter មកបន្ទាប់ពីនោះវាយគឺវានៅលើគេវាហើយនេះយើងចុចទៅ download វាមកហើយយើងចុច download មកដោយសារតែខ្ញុំបាន download វាហើយចឹងខ្ញុំសុំការធ្វើការចុចចេញមកក្រៅហើយយើងរកពាក្យថា Lively wallpaper ក្នុង Windows យើងមកហើយចុចចូលប៉ុណ្ណឹងវារួចហើយអ្នកនាងបាទហើយវាមានតែប៉ុណ្្នឹងឯងដែលយើងដាក់បានតែដើម្បីដាក់បានវីដេអូឬ live wallpaper ស្អាតៗទេយើងចូលទៅកាន់ Google Chrome ហើយ search ពាក្យមកស្វែងថា live wallpaper អូខេ enter មកនេះវាមានច្រើនណាស់អ្នកនាងយើងចុចចូលមួយណាក៏បានដែរខ្ញុំសូមចុចចូលទី2ហ្នឹងនេះអ្នកនាងវាមាន live wallpaper ច្រើនមែនទេណាanime មានឡានអីវីដេអូឡានមិនក៏មានដែរអ្នកនាងចឹងខ្ញុំចង់មកកាន់ BMW 760នេះមកខ្ញុំចុចលើវាមកចុចលើវាឃើញវាមាន animation ថាភ្លៀងធ្លាក់មានផ្សែងអញ្ចឹងហើយយើង scroll វាអមក្រោម scroll វាអមក្រោមហើយ download អានេះយើងចង់ download មានណាក៏បានសម្រាប់ខ្ញុំ download តែមកយើងចុច download ហើយវានឹងលោតលើខាងស្នាមអេក្រង់នេះពាក្យ BMW ដែលយើងបាន download មិញហ្នឹងយើងវាឃើញយើងចុចចេញមកក្រៅមកអ្នកគ្នាចុចចូល folder file ដើម្បីដឹងថាយើងបាន download វាឬណាចូលទៅកាន់ download មកដើម្បីមើលវានេះអ្នកគ្នាយើងបាន download រួចហើយនៅ file ឈ្មោះ BMW ហ្នឹងហើយចូលទៅកម្មវិធី live wallpaper មកចូលយើងឃើញសញ្ញាបូកនៅខាងខ្សឹមដៃយើងចុចលើសញ្ញាបូកហ្នឹងចុចថាវាមានកន្លែងដាក់ច្រើនហើយខ្ញុំសូមដាក់តាម file ចុច choose file ហ្នឹងមកចុច choose file ហើយយើងរកមើល file ដែលយើងបាន download មិញបាទ BMW 760ហ្នឹងចុចលើវាចុចលើហើយយើងចុចពាក្យ open and close បាទចាំបន្តិចហ្នឹងនេះវានឹងលោតឲ្យបែបនេះហើយយើងនឹងចុចពាក្យថា OK មកចុច OK មកបាទតោះពីយើងចុច OK វាពងដែរនេះពងដែរនេះគឺយើងបានដាក់រួចហើយអ្នកនាងវាជាប់នៅអេក្រង់របស់យើងហើយ screen អេក្រង់មានភ្លៀងមានផ្សែងអីច្រើនអញ្ចឹងបែបហ្នឹងបាទចឹងដើម្បីដាក់អីផ្សេងៗទៀតខ្ញុំកាន់ Google ដើម្បី download វាបានចឹងវីដេអូយើងមានប៉ុណ្ណឹងមកជួបគ្នាវីដេអូក្រោយទៀតបាយបាយ